ជាបឋមខ្ញុំប្រកាសណាសូមនមស្ការថ្វាយបង្គំបដិជគុណពីគ្រូចៅអធិការប្រធារានុធិរៈគ្រប់ព្រះអង្គជាទីសក្ការៈដ៏គង់គួរបំផុតសូមគោរពដល់គណៈកម្មការអាចារ្យវត្តដែលបានផ្ដល់ទីកន្លែងទីអារាមនេះសម្រាប់បងប្អូនជនភៀសសិករបស់យើងបានមកស្នាក់ជាបរិសុទ្ធសូមថ្លែងអំណរគុណដល់គណៈកម្មការក្រុមការងារទទួលបន្ទុកមណ្ឌលសុវត្ថិភាពវត្តលងរាំងយើងនេះដែលបានខិតខំយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងថែរក្សាបងប្អូនជនភៀសសិកយើងនេះទទួលបានល្អសូមកោតសរសើរពីព្រោះយើងមើលឃើញចំនួនមនុស្សដែលមកស្នាក់នៅទីនេះគឺមានចំនួនច្រើនគួរសមហើយការគ្រប់គ្រងរបស់យើងនេះគឺកោតសរសើរដោយបងប្អូនដែលជាជនភៀសសិកហើយនឹងគណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាពជនភៀសសិកនេះសហការគ្នារក្សាបាននៅសណ្ដាប់ធ្នាប់ល្អអនាម័យល្អមានគុណធម៌មានជីវធម៌ហើយចេះយោគយល់អធិស្ឋានគ្នាទៅវិញទៅមកគួរឲ្យកោតសរសើរនិងស្កោតស្ញប់ស្ញែងមែនទែនដែលពេលខ្ញុំចូលមកដល់ហ្នឹងគឺឃើញថាបងប្អូនយើងទាំងអស់ទាំងចាស់ទាំងក្មេងគឺមានការរៀបរយស្ដាប់ធ្នាប់បានល្អណាស់សូមសរសើរកន្លែងហ្នឹងបាទហើយជាមួយនេះខ្ញុំសូមធ្វើការណែនាំខ្លួនដល់បងប្អូនយើងជាជនភេសកមកពីចម្រុះស្រុកដែលបានអញ្ជើញមកដល់ទីកន្លែងសុវត្ថិភាពនៃទីអារាមវត្តលងរាំងនៅក្នុងភូមិឃ្លាំងមាសនៃស្រុកបវលរបស់យើងនាពេលនេះថ្ងៃនេះខ្ញុំតំណាងឲ្យរដ្ឋបាលស្រុកបាណន់ដែលមានប្រតិភូជាសមាជិកក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុកមន្ត្រីរាជការកម្លាំងប្រវត្តិរួមជាមួយនឹងបងប្អូនជាសប្បុរសធម៌សប្បុរសជនដែលគាត់បានចូលរួមនាំយកនៅស្បៀងអាហារគ្រឿងឧបភោគបរិភោគមានទាំងភេសជ្ជៈមុងភួយលក្ខណៈនេះដើម្បីចូលរួមជាមួយនឹងរដ្ឋបាលស្រុកបាណន់យកមកចែករំលែកផ្ដល់ជូនបងប្អូនជនភៀសសិកយើងដើម្បីជួយសម្រាលដល់កង្វះខាតជីវភាពប្រចាំថ្ងៃដូច្នេះខ្ញុំចង់ជម្រាបបងប្អូនយើងថាអ្វីដែលយើងយកមកនេះមិនមែនកើតឡើងដោយការចៃដន្យទេគឺជាសន្តានចិត្តដ៏បរិសុទ្ធរបស់ម្ចាស់ជំនួយទាំងអស់នៅសងខាងខ្ញុំនេះគឺសិតជាអ្នកជួយឧបត្ថម្ភហើយបន្លែម្បាញ់មិញមិនមែន500គីឡូទេបន្លែយើងគឺ1តោនកន្លះបាទ1តោនកន្លះបងមើលខាងនេះដោយសារយើងមិនអាចញែកបន្លែចែកគ្នាទាំងអស់បានក៏ប្រគល់ជូនទៅមណ្ឌលឲ្យមណ្ឌលសម្រាប់បងប្អូនខ្វះខាតបន្លែប្រការអីតាក់ទងជាមួយនឹងគណៈកម្មការក្រុមការងារយើងអ្នកសម្របសម្រួលនៅក្នុងមណ្ឌលនេះគាត់នឹងផ្ដល់ជូនបងចង់ស្លុកអីគឺយើងមានបន្លែនៅទីនេះហើយមួយទៀតកញ្ចប់ដែលបានយកមកជូនមានអង្គមានមីទឹកត្រីទឹកស៊ីអ៊ីវមុងពួយនេះបងមើលទៅឃើញថាកញ្ចប់នេះមិនដូចគ្នាមានកញ្ចប់ខ្លះវាលំអៀងគ្នាការលំអៀងនេះសូមអធិស្ឋានពីបងប្អូនយើងទាំងអស់ពីព្រោះសប្បុរសជនលោកចូលមកហ្នឹងគឺតាមចំនួនសប្បុរសជនដែលយើងយកមកហើយយើងបានជ្រេរៀបចំដាក់ចឹងទៅបានឃើញកញ្ចប់ខ្លះវាអត់ដូចគ្នាសូមអធិស្ឋានបងប្អូនអាហ្នឹងយើងគិតថាបានមិនដូចគ្នាជាបុណ្យរបស់យើងទៅណាគិតចឹងហ្មងទៅរៀងធូរទ្រូងបន្តិចគេថាបុណ្យអញទេវៃបានភួយនេះមិនសូវល្អដល់ទៅពេលគេអ្នកបានល្អជាងហ្នឹងទៅណាបុណ្យអញល្អចឹងបាទយើងគិតវាផុយចឹងណាទាំងអស់គ្នាបងប្អូនចឹងបានអត់បាទហ្នឹងហើយសូមអរគុណខ្លាចយើងគួរចំណែនគ្នាណាបាទចឹងខ្ញុំមានការចំណែនគ្នាអីព្រោះនេះសម្រាលបងណាខ្ញុំឃើញលំបាកមែនទែនចឹងអ្វីដែលយើងលំបាកថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍ខ្លោចផ្សាមែនទែនបងប្អូនលោកតាក្មួយៗកូនចៅទាំងអស់ណាក្នុងចិត្តរបស់យើងខ្ញុំទាំងអស់គ្នានេះ
គឺសែនក្តុកក្ដួលនិយាយទៅគឺថាបេះដូងក្តៅក៏គុកតែម្ដងខួរក្បាលក្តៅហើយមានអារម្មណ៍អាណោចអាថមអាណិតដល់បងប្អូនទាំងអស់គ្នាហ្នឹងដោយសារតែក្តីអាណិតអាសូរនិងកំហឹងឈឺចាប់ដែលបណ្ដាលឲ្យមានបងប្អូនយើងមកដល់ទីនេះទើបយើងខ្ញុំទាំងអស់គ្នាជាម្ចាស់ជំនួយនេះអ្នកលក់បន្លែនៅខាងផ្សារបឹងឈូកបងប្អូនខាងនេះក៏អ្នករកស៊ីលក់ដូរចឹងមូលគ្នាមកវងគិតថាមកជួយសម្រាលគ្នាសិនព្រោះបេះដូងខ្មែរជួយខ្មែរគ្មានអ្នកណាជួយយើងក្រៅពីខ្មែរយើងទេចឹងដូច្នេះសូមឲ្យបងប្អូនជនជាតិខ្មែរទាំងអស់សូមគិតថាយើងជាខ្មែរត្រូវតែជួយខ្មែរនឹងការពារប្រទេសជាតិយើងឲ្យបានដាច់ខាតនៅចំណុចនេះចឹងបងប្អូនយល់ថាអញ្ចឹងដែរអត់បាទចឹងជាចំណុចពិសេសសារហើយមិញនេះខ្ញុំបាននិយាយហើយថាយើងមកដល់ទីនេះមកតើបងប្អូនមកដល់ទីនេះបងប្អូនមកទាំងសប្បាយចិត្តឬក៏មកទាំងមួម៉ៅក្តៅក្រហាយមើលសប្បាយចិត្តទេអញ្ចឹងសប្បាយនោះហើយលោកឲ្យរត់ចោលផ្ទះចោលសប្បាយមកសួរឯងសប្បាយចិត្តអត់ទៀតមានប្រត់តពូខ្លះមកដល់ត្រៃសួរបងប្អូនសុខសប្បាយអត់បងប្អូនមួយនៅក្រោយសុខអធិបាញ់យោស្អីរត់មកពីណាត់ពីណែងមកសួរគ្នាសុខសប្បាយអត់មែនអត់ចឹងបាទនេះកំពុងកើតទុកមកមានកន្លែងស្នាក់មានកន្លែងគេងទោះបីអារម្មណ៍ពេលនេះត្រេកអរមកផ្លេតបានសពរស់ជនយកមកជូនណាប៉ុន្តែគួរក្បាលនោះកំពុងគិតនៅឯផ្ទះតំណាំតំណោចមុខរបរអីគ្រប់យ៉ាងទាំងអស់មានទេអត់ចឹងមានអីសុបាយមែនទេហើយភាពក្តៅក្រហាយនឹងយ៉ាងណាអ្នកធ្វើឲ្យយើងក្តៅក្រហាយសៀមអានឹងអាសៀមអីគេណាអាចោសៀមបងស្រីនេះគាត់ថាអាសៀមអាចគ្រីនេះមាត់បរោបងហ្នឹងហ្នឹងហើយបាទអាចោសៀមអាចគ្រីហ្នឹងហើយអញ្ចឹងយើងឃើញទាំងអស់គ្នាហើយព្រឹត្តិការណ៍នេះយើងលើកឡើងដោយសង្ខេបខ្លីទេបងប្អូនណានៅក្នុងសម័យកាលមួយដែលយើងកំពុងតែសប្បាយទៅនឹងសុខសន្តិភាពដែលយើងរកបានដោយកម្រក្រោមមគ្គទេសដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនរបស់យើងលោកបានប្រឹងប្រែងដាក់ចេញនយោបាយឈ្នះធ្វើឲ្យយើងទទួលបានសន្តិភាពពេញលេញចាប់តាំងពីថ្ងៃទី29ខែធ្នូឆ្នាំ1998មកយើងទើបតែទទួលបានសុខសន្តិភាពពីពេលនោះហើយយើងសង្ឃឹមថាយើងនឹងសន្តិភាពបន្តរហូតអភិវឌ្ឍជាតិរបស់យើងនៅឆ្នាំ2050ខាងមុខនេះជាប្រទេសដែលคล้ายទៅជាប្រទេសអ្នកមានជាប្រទេសដែលប្រជាជនទាំងអស់នឹងคล้ายទៅជាអ្នកមានហើយយើងកំពុងតែសម្រុកអនុវត្តនៅគោលនយោបាយដាក់កម្មវិធីអភិវឌ្ឍប្រទេសយើងដាក់កម្មវិធីវិនិយោគ3ឆ្នាំប្រទេសយើងបន្តបន្ទាប់ចង្រៃចៃដន្យអីបានទៅជាកើតរឿងនេះឡើងណាកើតរឿងនេះឡើងមិនមែនរឿងធម្មតាទេលោកយាយលោកតាណារឿងលើកនេះវាជារឿងមួយធ្ងន់ណាបងប្អូនលោកយាយលោកតាទាំងអស់លោកចាស់ចំណាស់ខាងនេះយើងមិនដែលទៅដឹងនឹងទទួលការដឹងថាពួកសៀមគេបានប្រមាថយើងដល់ថ្នាក់នេះទេណាយើងតែងចាត់ទុកគេដូចជាបងប្អូនបង្កើតយើងតែងស្រឡាញ់តែងគោរពតែងរាប់អានគ្នាដូចបងប្អូនបង្កើតហេតុអីបានជាគេធ្វើអំពើយ៉ាងស្មោកគ្រោកមកលើយើងទាំងអស់គ្នាណាព្រឹត្តិការណ៍ចាប់ផ្ដើមមានការទំនាស់ទាស់ទែងគ្នារហូតដំបូងបាញ់កងទ័ពយើងស្លាប់ម្នាក់នៅមុំ3កាលពីថ្ងៃទី28ខែ5ឆ្នាំ2025ពេលនោះគេបាញ់យើងកំពុងតែដេកក្នុងលិនដ្ឋានបាញ់យើងស្លាប់ហើយគេចោទថាយើងទៅបាញ់គេក្នុងដីគេបានគេបាញ់ស្លាប់យើងអត់បានធ្វើអីសោះបាទអាណោចអធមណាយើងក៏ចាប់ផ្ដើមទៀមទាតវ៉ាផ្សេងបង្កបានទៅជាចំនួនបង្កើតបានទៅជាគេប្រកាសដកទូតរបស់គេណាអត់មានស្ថានទូតឲ្យបណ្ដេញទូតយើងចេញពីប្រទេសថៃមានន័យថាកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងហើយបង្កើតបានទៅជាការផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតបិទព្រំដែនគេអ្នកធ្វើទាំងអស់ហើយយើងគ្រាន់តែអនុវត្តតាមគេធ្វើសោះ
mà dương ở ban thưa IT kia nhạc thưa từng ọ và toàn họ tiết chiên từ đó cáp tua ở một lực ti muôi một ngày ti mà thấy buôn cạ cả đà dương lâu chăm từng ọ khăn đi hơi mà thấy buôn cạ cả đà là hốt đó ngày ti mà thấy của mấy cạ cả đà sòng kriêm pram ngày lực ti muôi ní ban bật đào ở krom hòn trai kram ca cách krom priêng nơiประชุมនៅក្រមការសម្របសម្រួលរបស់អាស៊ានអាមេរិកចិនបានបង្កើតកិច្ចព្រមព្រៀងឈប់បាញ់មួយនៅថ្ងៃទី28កក្កដាយើងគិតថាយើងស្រួលបួលហើយបាទយើងចប់ហើយយើងក៏ត្រឡប់ចូលទៅផ្ទះទៅសប្បាយវិញបន្ទាប់ពីនោះក៏កើតឡើងនៅព្រឹត្តិការណ៍ទៀតទើបមានប្រធានាធិបតីអាមេរិកគាត់ចូលជួយអន្តរាគមន៍បង្កើតឲ្យមាននៅកិច្ចព្រមព្រៀងសន្តិភាពមួយទៀតគឺថ្ងៃ26ខែតុលាឃើញទេចឹងយើងមើលព្រឹត្តិការណ៍28កក្កដាកិច្ចព្រមព្រៀងឈប់បាញ់26តុលាកិច្ចព្រមព្រៀងសន្តិភាពចឹងយើងគិតថាសន្តិភាពមានអ្នកណាទំនាំវាវល់បន្តិចទុះក្តាំងលើកនេះលើកដើមហើយសួនអ្នកណាអ្នកបាញ់បងប្អូនអ្នកណាអ្នកបាញ់មុនសៀមមែនណាយើងនិយាយក្នុងវត្តនិយាយដល់សច្ចៈមែនទេសៀមវាបាញ់យើងមុនរហូតមែនអត់វាបង្កើតរឿងមុនមែនអត់ឥឡូវនេះវាបែរជាចោទថាយើងអ្នកបាញ់វាឆ្លៀនពៀនវាប្តឹងយើងទៅអង្គការសហជីវជាតិណាយើងទទួលយកបានទេចឹងដាក់បដាសាវាលាយហ្មងណោះទៅទាំងអស់គ្នាផ្ទះដៃឲ្យលាយមួយចឹងណាចឹងដើម្បីឲ្យឯងលាយទាំងអស់គ្នាណាសັບឈប់ទិញរបស់មកពីសៀមឃើញទេឈប់ទិញរបស់មកពីសៀមនេះទី1យើងគិតខ្លួនយើងសិនណាទី2ឥឡូវនេះសៀមគេបានបង្កើតនៅព្រឹត្តិការណ៍3ដើម្បីធ្វើឲ្យយើងទាំងអស់គ្នានេះបាក់ស្មារតីទី1គេបានបង្កើតនៅព្រឹត្តិការណ៍សង្គ្រាមព័ត៌មានសង្គ្រាមព័ត៌មាននោះយ៉ាងម៉េចនៅប្រទេសសៀមគេបើក account Facebook account TikTok ជាភាសាខ្មែរហើយដាក់ថាខ្លួនគេជាទាហានជាប្រជាជនខ្មែរជាអដែងអ្នកភៀសសឹកជនជាតិខ្មែររួចហើយវាយប្រហារមកលើរដ្ឋាភិបាលយើងចោទប្រកាន់លើរដ្ឋាភិបាលយើងធ្វើឲ្យយើងនេះគេញុះញង់ឲ្យយើងនេះឆ្លោះគ្នារវាងរដ្ឋរវាងមន្ត្រីរាជការជាមួយបងប្អូនជនភៀសសឹកគាត់មកយករូបភាពយើងបានហ្នឹងដោយករណីមិញអញ្ចឹងឃើញទេមាននៅសុកមានថាបងស្រីម្នាក់នោះដើរជេរគណៈកម្មការជេរសិតអាស្អីណាអាចោត្រូវឆ្នោតផ្លាយជាសិទ្ធិអីណាមិញជេរចុងខឹងអត់មានឈ្មោះនៅក្នុងយើងហ្នឹងសួរទៅអញ្ជើញមកដល់ព្រឹកមិញទៅមិនដឹងបាទអត់ទាន់បានចោះឈ្មោះហើយគាត់ដើរជេរគេថាអត់បានអំណោយយកមកសិនលើអត់មានខ្វះទេណាអញ្ចឹងព័ត៌មានញុះញង់នេះតាមរយៈ Facebook តាមរយៈ TikTok តាមរយៈអីចាប់ដើមផ្សព្វផ្សាយទៅឲ្យយើងទាំងអស់គ្នានេះមើលឃើញផ្សាយថាគេវាយឈ្នះកន្លែងនេះហើយគេឈួរបោះទុនកន្លែងនេះហើយគេកាន់កាប់កន្លែងនេះហើយគេចាប់ទាហានខ្មែរបានប្រប៉ុណ្ណេះហើយណាអញ្ចឹងស្អែកគេនឹងវាយចូលពីនេះគេវាយចូលពីនេះធ្វើឲ្យយើងនេះស្លន់ស្លោប្រុងនឹងទៅផ្ទះវិញលេហ៊ានទៅឃើញទេឃើញគេបំពេញយើងទេបាទហើយគេចាប់ដើមបង្ហោះទៀតចឹងគេចាប់ដើមដាក់គោលដៅទម្លាក់គ្រាប់បែកដាក់ទម្លាក់គ្រាប់បែកនៅបាត់ដំបងអ្នកបាត់ដំបងបងប្អូនហើយឮតែស្អែកទម្លាក់គ្រាប់បែកយប់នឹងរត់ចេញពីក្នុងបាត់ដំបងចិត្តពាក់កណ្ដាលក្រុងណាឡើងស្ទះចរាចរណ៍នេះតាមរយៈអាសង្គ្រាមបង្ហោះព័ត៌មាននៅក្នុង Facebook ហ្នឹងហើយគេ voice សំឡេងនៅក្នុង Telegram ណាគេខ្សឹបតគ្នាណាអញឮច្បាស់ណាពីថៃមកស្អែកវាវាយបាត់ដំបងណាអានោះចែកគ្នាព្រួយវិញរត់ទៅដុំអស់លីងអត់ទាន់បានអីផងរត់អស់លីងបាទនេះគាត់ខ្សឹបតគ្នាហ្នឹងណាហើយរាជរដ្ឋាភិបាលលោកខំផ្សាយអូយផ្សាយអត់ស្ដាប់ទៅស្ដាប់អាខ្សឹបហ្នឹងឯងបាទទៅស្ដាប់តែអាគេខ្សឹបហ្នឹងទៅតាមគេតាមឯងបាទអាហ្នឹងបានខ្ញុំតែងសម័យទៀតនិយាយដដែលទៅ
ខ្ញុំបានទៅសនេសនានៅអីបឹងសកែ7 5ដើមថ្ងៃមុនក៏ខ្ញុំលើករឿងហ្នឹងដែរខ្ញុំសម័យគិតថាដំណាក់កាលនេះហាក់បីដូចឆ្នាំ1993 94បាក់ប៉ៃលិនចឹងបាទខ្ញុំចូលរួមយុទ្ធនាការវាយប៉ៃលិនដល់កម្លាំងកាលហ្នឹងអតីតខ្មែរក្រហមគាត់វាយវិញរត់ពីណាត់ពីណែនចុះងាប់បាទរត់ណាកំថាណាពលឹមឡើងលោកពុងស្គួរក៏រត់ដែរស្មានតែក្របខ្លោងនោះដល់ប៉ុណ្្នឹងណាបាទអាកំពុងតែលោកពុងចឹងទៅញាក់ព្រើដល់មុខប្រៅរៀបចូលត្រង់សេអីឆ្កែរត់ជន់តោតព្រួនពុងម៉ាំងរត់ប្រៅអស់លលីងនេះអានេះសិតតែរឿងអាហ្នឹងលំបាកស្មារតីចឹងបាទចឹងដូចគ្នាចឹងនេះគេប្រើសង្គ្រាមចិត្តសាស្ត្ររបស់យើងកំណត់គោលដៅវាយប្រើយន្តហោះចូលជ្រៅទម្លាក់ក្របបែកចូលជ្រៅសង្គ្រាមពាក្យសម្ដីតាមបណ្ដាញសង្គមធ្វើឲ្យយើងទាំងអស់នេះបាក់ស្មារតីណាមានសតិអារម្មណ៍ខ្លាចទោះបីជាមេយើងសម្ដេចដីជោអ្នកនាំពាក្យរាជរដ្ឋាភិបាលអ្នកនាំពាក្យក្រសួងការបរទេសអ្នកនាំពាក្យក្រសួងការពារជាតិលោកខំថ្លែងការមិនក៏ដោយក៏ថាអានេះកុហកសុទ្ធគេវាយយកអស់ហើយនៅតែកុហកហ្នឹងអត់ជឿគ្នាឯងដែលរស់នៅជាមួយគ្នាឯងណាបែរជាទៅជឿព័ត៌មានដែលគេប្រឌិតឡើងហើយជាព័ត៌មានដែលជនជាតិថៃជាអ្នកបង្កើតសោកសាររហូតអ្នកក្រៅប្រទេសគាត់ដាក់មកគាត់ថាយើងនៅលាក់គេពីព្រោះគេវាយយកអស់ហើយនៅតែលាក់ថាយើងនេះគ្រប់គ្រងបានឡើយចឹងបងប្អូនទាំងអស់គ្នានេះខ្ញុំជឿថាបងប្អូនប្រកាសជាដឹងច្បាស់ជាងអ្នកក្រៅប្រទេសយើងដឹងទាំងអស់គ្នាហើយណាមកទល់ម៉ោងនេះកងទ័ពរបស់យើងនៅការពារបានគ្រប់ទីកន្លែងដោយមានមគ្គទេសដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោសម្ដេចធិបតីនាយករដ្ឋមន្ត្រីរបស់យើងគឺការពារបានដាច់ខាតមិនឲ្យចោលសៀមឈ្លានពានណាយកទីតាំងយកដែនអធិបតេយ្យកម្ពុជាកន្លែងណាមួយទេចឹងបងប្អូនកុំឆ្ងល់បាទចឹងសូមជម្រាបថាសូមទុកចិត្តលើមេរបស់យើងណាយើងសំណាងយើងមានសម្ដេចតេជោមានសម្ដេចធិបតីដែលជាមគ្គទេសឯកនិងជាមេទ័ពមួយដ៏ក្លាហានចឹងសង្គ្រាមមួយនេះបងប្អូនចាំថាវាជាសង្គ្រាមឈ្លានពានមិនមែនជាសង្គ្រាមដែលវាយរវាងប្រទេសនិងប្រទេសវាយដេញយកគ្នាទៅវិញទៅមកទេសង្គ្រាមឈ្លានពានមានន័យថាសៀមវាវាយចង់បានទឹកដីយើងត្រឹមបានតែទុកការពារទឹកដីយើងទេយើងអត់ដែលបានវាយចូលទឹកដីសៀមសំបីតែ1ម៉ែត្រទេយើងអត់ប៉ះពាល់ទេពេលដែលសៀមចូលមកយើងវាយយកដីយើងវិញសៀមចូលមកយើងវាយយកដីយើងវិញចំណុចនេះឯងដែលមើលឃើញមកផ្លេតដែលវាចូលមកដល់វាថតវាអីចឹងទៅវាថាវាទទួលបានជោគជ័យនេះជាយុទ្ធសាស្ត្របើកទ្វារក្រុងវាយឆ្កែឃើញទេបាទបើកទ្វារក្រុងវាយឆ្កែមកលើកណាក៏ចោលខ្មោចម្សិលមិញផ្អើលអស់លីងយកអដែងថ្មដាបានមែនទេទាំងអស់គ្នាដឹងទេពោធិ៍សាត់ផ្អើលតែយកថ្មដានៅចំណុចចមួយហ្នឹងណាយកអស់លីងមែនទេបាទឥឡូវនេះខ្ញីនៅនឹងក៏ភ្លើងជាង300ដើមយើងយកបានទាំងអស់បាទមកចូលស្នែងកបីយើងទាំងអស់បាទឲ្យឯងចូលមកណាសំណាញ់មេឃយើងដាក់ទៅតែប្រមាណតែច្រែងទៅបាត់ស្ងាត់ឲ្យឈឹងបាត់អស់លលីងយើងមិនប្រមាថទេប៉ុន្តែសូមកុំបំពេញមកលើយើងណាសូមអំពាវនាវថាបងប្អូនយើងនៅទីនេះសូមមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលព្រោះរាជរដ្ឋាភិបាលយើងលោកមានមគ្គទេសណាស់អំពាវនាវបានបងប្អូនសប្បុរសជនត្រីរាជការអាជ្ញាធរស៊ីវិលកងកម្លាំងប្រដាប់អាវុធនៅខាងក្រោយរងចាំគៀងគរគ្នាប្រម៉ែប្រមូលមកជួយបងប្អូនជានិច្ចមកពេលម៉ោងនេះមិនមានបងប្អូនណាមួយភាសឹកនេះដាច់បាយទេបាទអង្គយើងមានហូបគ្រប់គ្រាន់មិនខ្វះទេបើខ្វះនៅមណ្ឌលសុវត្ថិភាពយើងនេះមានរក្សាទុកទៀតដូចថ្ងៃនេះអ្វីត្បិតតែខ្ញុំត្រូវយកទៅវិញទុកជូនទៅមណ្ឌលផ្សេងប៉ុន្តែនៅរក្សាអ្វីដែលលើកមកជូនមណ្ឌលនេះហើយគឺរក្សាទុកក្រែងលើមិនមានការខ្វះខាតអីសូមឲ្យខាងអ្នកគ្រប់គ្រងមណ្ឌលយើងជួយចាត់ចែងហើយភួយមុំនេះលោកតាយាយអស់មកផ្លាបាត់ដបងមករត់ទិញអស់លីងលេងមានគេជេរយើងងាប់អាណាលងាអត់មានភួយទៅដល់ទិញមកនេះទាំងអស់មួយវគ្គហ្នឹង600ឈុតដើម្បីត្រៀមទុកចែកបងប្អូនយើងតាំងយកមកអស់នេះអ្នកទៅទិញនេះអ្នកដើរប្រមូលទិញហើយសិតតែអ្នកវិចខ្ចប់អ្នកច្រកហើយនៅខាងក្រោយនេះបាទ
ដើម្បីយកមកជូនដល់លោកយាយលោកតាបងប្អូនមានមុំមានភួយបានរដូវត្រជាក់យកមិញធ្លាក់ត្រជាក់មែនទេជាក់ផ្លែកណាបាទជាក់ផ្លែកចឹងបានមុំបានភួយមកសុបាយទេទាំងអស់គ្នាបាទអញ្ចឹងចំណុចទី3សូមចេះមិញហ្នឹងខ្ញុំបាននិយាយពីខាងទី1ដែរហើយចំណុចទី3ទី1គឺយើងបានមកដល់ទីតាំងសុវត្ថិភាពនេះសូមឲ្យបងប្អូនទាំងអស់គ្នាយើងមកពីភូមិផ្សេងគ្នាឃុំផ្សេងគ្នាស្រុកផ្សេងគ្នាបានមករស់នៅប្រមូលផ្ដុំនៅទីតាំងមួយសូមឲ្យចេះស្រឡាញ់គ្នាយោគយល់អធ្យាស្រ័យឲ្យគ្នាខុសត្រូវតិចតួចអីបងណាអាចលើកលោះគ្នាទៅហើយយើងនិយាយគ្នាស្រួលបាទមិននិយាយភាសាបាលីបកគួយទេនិយាយស្រួលងាយស្ដាប់គ្នាទៅវិញទៅមកហើយបើខុសទៅយើងអាចនិយាយថាក្មួយហើយប្អូនហើយអ៊ំហើយចេះហើយបើយើងនិយាយបានទេយើងមានក្រុមរបស់យើងជួយសម្របសម្រួលកុំដាក់បន្ទុកគ្នាថែមបើឃើញខុសហើយកុំអោយចេះតែនាំគ្នាទៅជន់ឆែមថែមអ្នកខ្លះអត់បានឃើញគេធ្វើខុសទេឬមីងមួយនឹងនិយាយមកប្រាប់នាំគ្នាមកវត្តស្អប់ម្នាក់នឹងអស់លីងណាកុំអោយមានចឹងណាចេះស្រឡាញ់គ្នាជួយគ្នាទៅវិញទៅមកខ្វះខាតជួយស្កាត់យកប្រលប់អីហ្នឹងសូមជួយគ្នាហើយយើងឃើញហើយចាស់កុំអោយក្រែងចិត្តលោកយាយលោកតាណាអញ្ជើញមកហើយកុំអោយក្រែងចិត្តប្រធានមណ្ឌលថាមិនហ៊ានប្រាប់ខ្លាចលោឈឺជាអីពេទ្យយើងមានណាប្រចាំការគេមានទាំងឡានមកចាំដឹកយើងទៅកន្លែងសង្គ្រោះប្រព័ន្ធចឹងកុំលាក់ដូចនៅវត្តសាងរាងថ្ងៃមុនបាទវត្តសាងរាងលោកយាយគាត់ឈឺទៅគាត់ថាមិនហ៊ានរំខានទេអត់ឲ្យកូនទៅប្រាប់ចង់ទៅចប់គាត់ស្លាប់បាទស្ដាយបើប្រាប់តន់ណាអត់អីទេមកបាន3ថ្ងៃក្តៅខ្លួនខ្លាំងអត់ហ៊ានប្រាប់ទេខ្លាចចិត្តគេផងក្រែងចិត្តគេផងអាណិតឃើញគេរវល់ផងហ្នឹងណាកូននោះរាយរ៉ាត់ទៅអាណិតលោកយាយគាត់អាយុចិត្តផ្លាយចង់8ហើយមែនប៉ុន្តែគាត់អាចរស់បានបើសិនជាយើងសង្គ្រោះគាត់ก่อนបើចឹងបដែតបដោយគាត់គ្រុនក្តៅស្លាប់ចឹងចំណុចនេះមានឈឺមានកាត់អីគឺសុំឲ្យប្រាប់ចេះស្រឡាញ់គ្នាកន្លែងហ្នឹងទី2ការរស់នៅកន្លែងនេះខ្ញុំឃើញថាខាងមណ្ឌលខាងបងប្អូនយើងបាននិយាយច្រើនលើកច្រើនសារហើយគណៈកបដីមកជាច្រើនក្រុមក៏បាននិយាយដែរអំពីការរក្សាបាននៅសម្ដាប់ធ្នាប់អនាម័យបរិស្ថានការរស់នៅស្អាតពីព្រោះយើងបានទីអារាមរបស់វត្តរួមគ្នាសម្អាតអនាម័យសម្រាមស្អីយកទុកដាក់កន្លែងដែលគេទុកដាក់កន្លែងដែលត្រូវដុតកន្លែងដែលត្រូវប្រមូលសុំគុំទម្លាក់ចូលទៅតាមស្ទឹងតាមអូរឬក៏ទៅពីវាការយើងអាចមានទម្លាប់ល្អទុកដាក់សម្រាមឲ្យបានស្អាតអនាម័យរបស់យើងបាទនេះជាចំណុចទី2ហើយក្នុងនោះសុំហូបស្អាតលោកយាយណាទឹកសុទ្ធយើងប្រហែលជាហូបមិនគ្រប់បើហូបមិនគ្រប់ទេយើងអាចដាំទឹកហូបទៅណាសុំកុំឲ្យដួសទឹកស្ទឹងទឹកអូរទឹកអីហូបឆៅណាលោកយាយណាបាទសុំដាំឲ្យឆ្អិនផងហើយបើមានទឹកសុទ្ធហើយយើងហូបទឹកសុទ្ធពីព្រោះយើងមកឆ្ងាយទាំងអស់គ្នាហើយសុំកុំឲ្យមានជំងឺទៀតក្រែងលោវាឈឺពោះឈឺពងយកប្រឡប់អីទៀតណាលំបាកយើងបាទចឹងសុំថែរក្សាអនាម័យខ្លួនឯងឲ្យបានស្អាតលាងដៃឲ្យបានស្អាតនិងសាប៊ូមានងូតទឹកងូតអីសម្អាតផងកុំឲ្យខាងមកហើយ3ថ្ងៃចាំងូតទឹកម្ដងអីកុំអីណាមើលលោកយាយលោកតាណាខ្លះ3ថ្ងៃងូតទឹកម្ដងលើកដៃងាប់អត់បើមានតែមួយស្អុយងាប់មែនទេបាទចឹងសង្ឃឹមថាថែទាំសុខភាពបានល្អហើយមើលក្មេងៗចុងក្រោយនេះតើលោកយាយលោកតាដែលមានកូនមានចៅរៀនពីថ្នាក់ទី1ទៅដល់ថ្នាក់ទី6ពីថ្នាក់ទី7ដល់ថ្នាក់ទី9ពីថ្នាក់ទី10ដល់ថ្នាក់ទី12មានមកហើយបានចូលសាលារៀនហើយឬនៅមើលអ្នកណាដែលត្រូវបោះបង់ចោលការសិក្សាហើយត្រូវចង់ចូលរៀនវិញទេហើយមានគេផ្សព្វផ្សាយឲ្យទៅសាលារៀនទេហើយមិនបានអត់ទៅថ្នាក់បឋមសិក្សាសូមចូលរៀនបឋមវិញ
ថ្នាក់អនុវិទ្យាល័យសូមចូលរៀនអនុវិទ្យាល័យវិញចឹងណាតាយាយណាកុំឲ្យកូនខាត់រៀនសូត្រណាបាទកុំចេះស្រាប់បានមកនៅកន្លែងជន់ពាសឹកហើយបែរជាឲ្យកូននៅអង្គុយចាំទទួលយកអំណោយខ្លួនឯងទៅផឹកបាត់ណាកុំមានមិនអត់ទេមានករណីពិសេសឪពុកម្ដាយខ្លួនឯងនឹងសុខចិត្តចេញទៅបាត់ណោះទៅជួបជុំមិត្តភក្តិពួកម៉ាក់ពួកភឿនហូបចុកណាបាត់ទុកឲ្យកូនចាំកាន់បានមកទទួលយកអំណោយកូនត្រូវចូលរៀនឲ្យគ្នារៀនទៅបើកូនអត់ចំណេះដឹងកូននឹងវេទនាជាងយើងទៀតបើកូនរៀនចេះដឹងកូននឹងមានអនាគតគឺស្វាងជាងយើងហើយអាចអូសយើងនឹងឲ្យមានជីវភាពទូធាមួយដែរអញ្ចឹងត្រូវតែរុញកូនចៅទាំងអស់ឲ្យចូលសាលាហើយមានអ្នកណាបានដាំបាយឆ្អិននៅចង់ហូបរួមគ្នាមើលណាបាទទឹកត្រីទឹកស៊ីអ៊ីវខ្ញុំមកតាមផ្លូវមិញហូបមិនដៃហូបបាយដៃតាបានត្រីឆ្លូនពីរនៅលើតំណុកវិញពួយមិញហ្នឹងដល់ទៅនឹងឯងតើឯងចឹងទៅនេះនឹងពោះប៉ែបាត់ហើយចឹងមិនសួរមើលមានទៀតទេបាទហើយបងប្អូនទៅរស់ត្រីរស់អីនៅខាងណានេះមានបានទៅបងទៅអីទេអត់ទេចូលថាលោកយាយទៅបងឲ្យមុនអត់ទេហ៎អូបាទហ្នឹងហើយចឹងខ្ញុំមានប៉ុណ្្នឹងទេហើយ5ផ្ញើចុងក្រោយតន្ទីទេសូមទាំងអស់គ្នាទុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតបាទទុកចិត្តហ្នឹងពីព្រោះតាំងពីយើងស្គាល់សុខសន្តិភាពមកទោះបីអ្នកណាមកព្យាយាមមួយប្រកាច់ចង់ផ្ដួលរំលំចង់អីគឺសម្ដេចទាំងពេលនៅទប់សភាពការបានរហូតមកដល់ពេលនេះហើយយើងបន្តជិះនៅលើនាវាមួយនេះជាមួយលោកបន្តលោកដឹកនាំទៅទៀតយើងរួមគ្នាជាមួយសម្ដេចរបស់យើងកសាងប្រទេសហើយថ្ងៃនេះខ្ញុំបានទទួលព័ត៌មានថាថ្ងៃស្អែកខាន់ស្អែកនេះមានការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងនោះគឺចិនអាមេរិកបារាំងអង់គ្លេសមហាអំណាច4នេះហើយគេកំពុងដាក់សម្ពាធទៅលើថៃហើយណាដាក់សម្ពាធលើថៃហើយជាមួយនោះរួមទាំងបណ្ដាប្រទេសនៅអឺរ៉ុបនិងប្រទេសអាស៊ានទាំងអស់កំពុងដាក់សម្ពាធទៅលើថៃដោយចោទប្រកាន់ទៅលើថៃថាថៃធ្វើឲ្យបាត់សម្បត្តិផ្នត់អាស៊ានទាំងមូលអាស៊ានមាន11ប្រទេសរួមទាំងកម្ពុជាផងចំនួននៃសង្គ្រាមឈ្លានពាននេះធ្វើឲ្យបាត់បង់សម្បត្តិផ្នត់អាស៊ានទាំងមូលធ្វើឲ្យខូចកិត្យានុភាពខូចកិត្តិយសខូចមុខខូចមាត់របស់អាស៊ានទាំងមូលបាទមិនមែនជារឿងស្រួលទេពីព្រោះប្រទេសនៅក្នុងសមាជិកអាស៊ានតែមួយវាសនាតែមួយមិនគួរណាថៃមកធ្វើអំពើស្មោកគ្រោកបែបនេះអញ្ចឹងយើងឃើញមេដឹកនាំរបស់យើងលោកបកែខាងធ្វើសង្គ្រាមការទូតទទួលបានជោគជ័យហើយថ្ងៃ22 23នេះនឹងលេចចេញនៅលទ្ធផលហើយមិនមានលទ្ធផលណាមួយបែបគៀបសង្កត់ដូចសៀមគៀបយើងនោះទេណាយើងអត់ទទួលយកបានទេសៀមគៀបយើង3ចំណុចលោកតាលោកយាយដឹងហើយណាទី1គេឲ្យយើងដាក់ពាក្យសុំឈប់បាញ់ហើយយើងអត់បានទៅបាញ់ផងវាទៅឲ្យយើងដាក់ពាក្យសុំឈប់បាញ់ណាបាទយើងអត់បានដែរទៅបាញ់សៀមទេបែរជាវាឲ្យយើងដាក់ពាក្យសុំឈប់បាញ់នៅពេលដែលវាបាញ់យើងបាទទី2វាឲ្យយើងឈប់បាញ់ពិតប្រកបអាដាក់ពាក្យមួយហើយនេះវាឲ្យយើងឈប់បាញ់ទៅទៀតឈប់បាញ់ពិតប្រកបដកអាវុធឲ្យអស់យើងឈួតណាទាំងអស់គ្នាព្រមតែចឹងទី3វាថាឲ្យយើងដោះមុនឲ្យស្អាតទើបតែយើងទៅ3ហ្នឹងបានវាឈប់បាញ់ចឹងយើងឈួតដែរអត់មើលអ្នកណាឈួតលើកដៃនេះនិយាយចឹងបងបាទអានោះពិតប្រកបទេបាទអញ្ចឹងទុកចិត្តមេដឹកនាំរបស់យើងគឺយើងធ្វើសង្គ្រាមការបរទេសវិញអាសង្គ្រាមឈ្លានពានប៉ះពាល់ប៉ុណ្ណឹងយើងទប់កុំឲ្យរីកធំជាងនឹងបាទអញ្ចឹងមានប៉ុណ្្នឹងណាផ្ដាំចុងក្រោយតែនិយាយណា
បាទចុងក្រោយនេះសូមអរគុណសារជាថ្មីចំពោះបងប្អូនសប្បុរសជនបាត់ទៅណាអស់ហើយបាទកាសប្រកាសបាត់គ្នាឯងអស់លីងដែលបានរួមសហការមួយរដ្ឋបាលស្រុកនាំយកនៅអំណោយមកដល់ជូនបងប្អូនជនភៀសសរបស់យើងដែលកំពុងមានជីវភាពលំបាកហើយសូមអរគុណដល់គណៈកម្មការវត្តដល់ទីកន្លែងបន្តទៀតណាលោកតាលោកជ័យជាគណៈកម្មវត្តសូមជួយបន្តសហការជាមួយនឹងក្រុមសម្របសម្រួលក៏ដូចជាក្រុមគណៈកម្មការមណ្ឌលសុវត្ថិភាពវត្តលងរាំងយើងនេះឲ្យបានល្អប្រសើរជួយខិតខំថែទាំបងប្អូនរបស់យើងហើយមានការខ្វះខាតអីប្រាប់តាមមណ្ឌលនឹងរាយការណ៍ជូនទៅឯកឧត្តមអាបាលខេត្តសុកលូគាត់នឹងណែនាំដល់ក្រុមស្រុកនាំគ្នាគៀងគួរយកមកទៀតបាទមិនឲ្យដាច់បាយដាច់អីទេនិយាយពិតប្រាកដបាទវាមិនបានឆ្ងាញ់ដល់យកសាច់គោម្នាក់1គីឡូមកឲ្យមែនប៉ុន្តែគឺយើងអាចដោះតល់បានបាទហើយនឹងសូមបួងសួងដល់ទេវតាវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមប្រោះព្រំបីបាច់ថែរក្សាដល់បងប្អូនលោកយាយលោកតាដែលមានវត្តមានជាជនភៀសសឹកនៅក្នុងទីសុវត្ថិភាពជនភៀសសឹកវត្តលងរាំងយើងនៅឱកាសនេះសូមជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនអាយុយឺនយូរកម្លាំងខ្លាំងក្លាសូមឲ្យឆាប់បានវិលត្រឡប់ទៅផ្ទះវិញប្រកបកិច្ចការងារទទួលទានរកស៊ីផ្សេងឲ្យคล้ายទៅជាសិទ្ធិដូចគិតមេងទាំងអស់គ្នាបាទសូមអរគុណ